បិសាចគ្រាន់តែស្ដោះកំហាក់ចាស់រត់ពាន់ឆ្នាំទៅលើស្រមោលរបស់មនុស្សបែរជាធ្វើឲ្យមនុស្សសម្រេចបំណងប្រាថ្នារបស់ពួកគេភ្លាមៗបរោះដែលមានរូបរាងអាក្រក់បានคล้ายទៅជាសង្ហាហើយអ្នកសំទានក្រីក្រក៏មានទ្រព្យសម្បត្តិរាប់រយលានផងដែរប៉ុន្តែការសម្រេចបំណងប្រាថ្នាទាំងនេះក៏ទាមទារការបង់ថ្លៃផងដែរនោះគឺសុខភាពនិងសតិសម្បជញ្ញៈរបស់មនុស្សនៅថ្ងៃនោះគ្រូពេទ្យវ័យក្មេងដ៏ពូកែម្នាក់ឈ្មោះឡានឆៃហឺបានមកព្យាបាលជំងឺអ្នកភូមិប៉ុន្តែពេលគាត់ទៅតែមកដល់មាត់ទ្វារក៏ត្រូវបានគេធាក់ចេញយ៉ាងខ្លាំងឡានឆៃហឺសម្លឹងមើលស្ត្រីដែលមានទឹកមុខកាចសាហាវនៅចំពោះមុខគាត់ដោយមិនជឿដែលខប់គ្នាទាំងស្រុងពីកាលពីមុនដែលនាងមានរូបរាងទន់ភ្លន់និងស្មោះត្រង់គាត់ក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះរឿងនេះប៉ុន្តែក្មេងម្នាក់នៅក្បែរបាននិយាយថាចាប់តាំងពីស្រីនោះស្អាតមកចិត្តរបស់នាងក៏បានคล้ายទៅជាខុសខើខ្លាំងណាស់នៅពេលឡានឆៃហឺចូលខ្លួនផ្ទះហើយឃើញស៊ុនទូហ្វមានទឹកមុខឈឺចាប់គាត់ក៏ប្រញាប់ទៅពិនិត្យជីវចររបស់ស៊ុនទូហ្វប៉ុន្តែបែរជាត្រូវបានស៊ុនទូហ្វដែលមើលទៅដូចជាឈួតខំដៃទៅវិញភរិយាដែលនៅក្បែរក៏ជឿជាក់ថាឡានឆៃហឺចង់សម្លាប់មនុស្សហើយភ្លាមក៏បានវាយទាត់ធាក់គាត់នៅពេលនោះស៊ុនទូហ្វស្រាប់តែភ្ញាក់រលឹកមួយផ្លែតហើយស្រែកខ្លាំងៗថាចង់ផឹកទឹកពួកគេមិនដឹងថានរណាក៏ដោយដែលបានឃើញរឿងនេះគ្រាន់តែនិយាយមួយឃ្លាសេរីសុស្រីនោះទៅថ្ងៃមកប្រប៉ាត់ជានឹងគ្មានអំពើអាក្រក់ណាមកបៀតបៀនបានហើយអ្វីៗក៏ប្រព្រឹត្តទៅដោយរលូនផងដែរឡានឆៃហឺដែលត្រូវបានគេដេញចេញក៏បានគិតពិចារណាម្ដងហើយម្ដងទៀតថាតើវាជាអ្វីទៅស្រាប់តែស្រមោលដ៏ចម្លែកមួយបានលេចឡើងនៅក្នុងទន្លេតាមប៉ាត់គឺយូឆុងក្នុងរឿងព្រេងគ្រាន់តែឃើញយូឆុងបានបឺតភោគនឹងខ្សាច់នៅក្នុងទឹកទន្លេយ៉ាងច្រើនហើយបានបាញ់ត្រង់ទៅលើស្រមោលរបស់ឡានឆៃហឺឡានឆៃហឺមិនបានចាប់អារម្មណ៍ពីភាពមិនប្រក្រតីបន្តិចណាសោះប៉ុន្តែនៅពេលយប់ពេលឡានឆៃហឺដេកលក់យ៉ាងស្កប់ស្កល់ស្រមោលរបស់គាត់បែរជាបានคล้ายទៅជាបិសាចមួយទៅវិញវាបានលបួនគាត់ឲ្យបង្កាប់បាំងអ្នកដទៃដើម្បីប្រយោជន៍ខ្លួននិងអាត្មានិយមប៉ុន្តែឡានឆៃហឺដែលមានធម៌ជាតិបរិសុទ្ធក៏បានរក្សាគោលបំណងដើមរបស់ខ្លួនស្រាប់តែគាត់ភ្ញាក់ពីដំណេកហើយភ្លាមក៏រើមើលសៀវគ្រឿងពេទ្យដើម្បីស្វែងរកមូលហេតុទើបបានរកឃើញថាគឺដោយសារតែយូឆុងដែលចេះបាញ់ខ្សាច់ទៅលើស្រមោលកំពុងធ្វើអំពើអាក្រក់នៅពេលនោះយូឆុងក៏កំពុងធ្វើអំពើអាក្រក់នៅក្នុងភូមិផងដែរវាបានស្ទោះកំហាក់ចាស់រាប់ពាន់ឆ្នាំទៅលើស្រមោលរបស់មនុស្សហើយភ្លាមក៏បានសម្រេចបំណងប្រាថ្នារបស់មនុស្សជាច្រើនឆ្នាំគ្រាន់តែពួកគេបែរជាបានក្លាយទៅជាអាត្មានិយមនិងប្រែប្រួលអារម្មណ៍ឆាប់រហ័សហើយភូមិទាំងមូលក៏គ្មានសន្តិភាពដោយសារតែរឿងនេះមានតែមួយគោលដែលមិនរងផលប៉ះពាល់គឺក្មេងៗដែលមានភាពបរិសុទ្ធដើម្បីព្យាបាលជំងឺចម្លែកនេះឡានឆៃហឺបាននាំក្មេងៗមកស្ងោរថ្នាំជាមួយគ្នាពួកគេបានសហការគ្នាទៅដងទឹកនៅមាត់ទន្លេបន្ទាប់មកពួកគេបានយកឱសថបុរាណគ្រប់ប្រភេទដាក់ចូលក្នុងឆ្នាំងថ្នាំដើម្បីស្ងោររងចាំរហូតដល់ឱសថត្រូវបានស្ងោររួចរាល់ពួកគេក៏បានយកថ្នាំត្រឡប់ទៅផ្ទះវិញដោយរីករាយដើម្បីឲ្យឪពុកម្ដាយរបស់ពួកគេលេបប៉ុន្តែបន្ទាប់ពីអ្នកភូមិបានលេបថ្នាំហើយពួកគេក៏បានជាសះស្បើយប៉ុន្តែនៅពេលនោះយូឆុងក៏បានវាយប្រហារម្ដងទៀតវាបានប្រើល្បិចចាស់ម្ដងទៀតដោយស្ទោះភោគខ្សាច់និងកំហាកទៅលើស្រមោលរបស់មនុស្សអ្នកភូមិដែលពីដើមបានជាសះស្បើយក៏បានក្លាយទៅជាអាក្រក់ម្ដងទៀតឡានឆៃហឺក៏បានដឹងថាអ្វីទាំងអស់គឺយូឆុងកំពុងបង្កបញ្ហាតារាបណាមិនកំចាត់វាចោលមួយថ្ងៃមនុស្សក៏មិនអាចរំដោះខ្លួនពីការលបងរបស់វាបានឡើយហើយសុខភាពនិងសតិសម្បជញ្ញៈរបស់ពួកគេក៏បាត់បង់ម្ដងហើយម្ដងទៀតផងដែរហើយមូលហេតុដែលក្មេងៗអាចរួចផុតពីគ្រោះថ្នាក់គឺដោយសារតែពួកគេមានចិត្តបរិសុទ្ធនៅពេលនោះឡានឆៃហឺក៏បានយល់ថាត្រូវតែចាប់យូឆុងទើបអាចព្យាបាលជំងឺចម្លែករបស់មនុស្សគ្រប់គ្នាបានជាសះស្បើយប៉ុន្តែការចង់ចាប់យូឆុងគឺមិនងាយស្រួលប៉ុន្មាននោះទេរហូតដល់រដូវរងាមកដល់ផ្ទៃទន្លេហៀបនឹងកកពួកគេទើបបានរកឃើញឱកាសឡានឆៃហឺបាននាំក្មេងៗទៅមាត់ទន្លេដោយចេតនាដើម្បីប្រមូលឱសថយូឆុងដែលមានគំនុំនឹងគាត់តាំងពីយូរមកហើយក៏បានរកឱកាសវាយប្រហារលួចលាក់ភ្លាមហើយបានស្ទោះគំហាក់មួយមាត់ទៅលើឡានឆៃហឺ
ប៉ុន្តែជាលទ្ធផលវាត្រូវបានកញ្ចក់បាញ់ប៉ាក់ខ្លួនឯងវិញភ្លាមយូឆុងក៏ត្រូវបានវាយធ្លាក់ចូលទៅក្នុងបាតទឹករងចាំរហូតដល់វាបានវាយឡើងច្រាំងយ៉ាងផាយស្លន់ស្លោឡានឆៃហ៊ឺនិងពួកគេក៏ទីមុខបានមកដល់យូឆុងដោយសារតែខ្មាស់អៀងនិងខឹងបានបុកបំបែកកញ្ចក់ប៉ុន្តែនៅតែមិនអាចផ្លាស់ប្ដូរឈោកវាតារបស់វាដែលត្រូវចាប់បានឡើយនៅពេលនោះអ្នកភូមិដែលបានជាសះស្បើយក៏បានប្រគំគ្នានៅទីនេះដោយខឹងសម្បាកចង់ហែកវាជាចំណែកនេះប៉ុន្តែនៅពេលដែលមនុស្សគ្រប់គ្នាកំពុងត្រៀមធ្វើសកម្មភាពពន្លឺតែបមួយបានលេចឡើងភ្លាមៗនៅលើមេឃតាមពិតគឺឆៅគួជឺបានមកដល់ទីនេះគាត់ដើមឡើយចង់ប្រៅមន្តអាគមដើម្បីកំចាត់យូឆុងឲ្យបាត់បង់ប្រលឹងប៉ុន្តែឡានឆៃហ៊ឺបែរជាបានចេញមុខរារាំងភ្លាមគាត់ចង់ផ្ដល់ឱកាសម្ដងឲ្យយូឆុងដើម្បីកែខ្លួនចង់ដូច្នេះគាត់ក៏បានធ្វើឱសថដ៏អស្ចារ្យមួយដោយខ្លួនឯងហើយឲ្យយូឆុងលេបបន្ទាប់ពីយូឆុងបានផឹកវាហើយក៏បានប្រែចាត់ភ្លាមហើយបានសុំទោសអ្នកភូមិដោយស្មោះត្រង់មនុស្សគ្រប់គ្នាបានឃើញថាវាពិតជាបានកែប្រែកំហុសកាលពីមុនក៏បានសម្រេចចិត្តអភ័យទោសឲ្យវាចំទោសកំហុសពីមុនឆៅគួជឺបានមើលទិដ្ឋភាពដ៏រីករាយទាំងអស់នេះក៏មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចង់ដូច្នេះគាត់ក៏បានទទួលឡានឆៃហ៊ឺជីសើផ្ទាល់ហើយថែមទាំងបានយកកន្ត្រកបន្លែរបស់គាត់មកច្នៃធ្វើជាវត្ថុស័ក្តិសិទ្ធិមួយទៀតផងដូច្នេះហើយឡានឆៃហ៊ឺដោយសារតែចិត្តល្អបានសម្រេចផលហើយទីមុខនេះក៏បានត្រាស់ដឹងคล้ายទៅជាទេពមួយក្នុងចំណោមទេពទាំង8សូមអរគុណសម្រាប់ការទស្សនាសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ